ធនាគារជាតិនៃកម្ពុជាចេញមកបដិសេធទាំងស្រុងទៅលើការផ្សព្វផ្សាយព័ត៌មានคล้ายៗថាបើមិនឲ្យចាយលុយដុល្លារហើយឲ្យចាយលុយដុងរបស់វៀតណាមវិញធនាគារជាតិនៃកម្ពុជាបានចេញបដិសេធទាំងស្រុងនៅការបង្ហោះព័ត៌មានคล้ายៗប្រឌិតបោកប្រាស់ក្នុងចេតនាទុច្ចរិតរបស់ Facebook មួយដែលមានឈ្មោះថាលោកស្រីជាស្រីប្រធានធនាគារជាតិនៃកម្ពុជាប្រមានមិនឲ្យចាយលុយដុល្លារឲ្យចាយលុយដុងរបស់យួនវិញនៅក្នុងពេលឆាប់ខាងមុខនេះតាមរយៈ Facebook ផ្លូវការរបស់ខ្លួនធនាគារជាតិនៃកម្ពុជាក៏បានចេញមកច្រានចោលដូចនេះថាសូមប្រុងប្រយ័ត្នព័ត៌មានคล้ายៗប្រឌិតបោកប្រាស់ក្នុងចេតនាទុច្ចរិតពី Page Facebook ដោយរូបនេះព័ត៌មានពិតគឺលោកជំទាវបណ្ឌិតជាស្រីប្រទេសសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ស្នើសុំឲ្យប្រជាពលរដ្ឋប្រើប្រាស់និងចាយវាយប្រាក់រៀលខ្មែរឲ្យបានទូលំទូលាយដើម្បីពង្រឹងឯករាជ្យនិងអធិបតេយ្យនិងអធិបតេយ្យភាពជាតិបាទលោកជំទាវមានប្រសាសន៍បន្ថែមទៀតថានៅក្នុងសិក្ខាសាលាស្ដីពីប្រាក់រៀលប្រព័ន្ធទូទាត់បាកងនិង KXQR បាទ KXQR ឬក៏ QR code នោះបាទនៅវិមានរដ្ឋសភានៅថ្ងៃទី20មីនាឆ្នាំ2025កន្លងទៅបាទយ៉ាងនេះជារឿងរ៉ាវមួយថាសូមបងប្អូនអរគុណមេត្តាប្រុងប្រយ័ត្នណាចំពោះករណីនៃការបាទបង្ហោះព័ត៌មានខ្លាំងៗបាទតើតើនឹងករណីទៅខាងបាទទីទៀតនឹងលែងឲ្យចាយលុយដុល្លារឲ្យចាយលុយដុងអញ្ចឹងក្នុងប្រទេសកម្ពុជាទៅចាយលុយដុងអញ្ចឹងជារឿងដែលតែមិនគួរឲ្យកើតមានណាបងប្អូនបាទហើយព័ត៌មាននេះដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា